បាទគោរពនឹងជំរាបសួរពុកម៉ែបងប្អូនបាទចេញដើមមើលគោទៀតដែរបងប្អូនអើយបាទនេះបាទចែម្នាក់នោះគាត់ហៅទៅមើលគោនេះបានមួយបាទគោនេះមើលនៅកន្លែងគេរឿងធំទៀតបងប្អូនអើយដល់ដឹកមកដល់ផ្ទះរឿងស្ទើរចិត្តមករឿងស្ទើរចិត្តគោខ្ញុំឆ្ងល់ដែរយើងទៅទិញគោទៅថ្ងៃដែរតែមិនឈ្មោះគេដូចខ្ញុំអត់ក៏ខ្ញុំមិនដឹងបាទសម្រាប់ខ្ញុំប៉ះណាទៅមើលនៅកន្លែងគេទៅមើលទៅឃើញរឿងទូចបាទរឿងទូចមើលទៅមិនចំណេញទេយកមកដល់ផ្ទះបានចំណេញទៅវិញពេលជួនកាលខ្លះទៅមើលទៅឃើញធំណាស់កន្លែងគេដល់ពេលដឹកមកដល់ផ្ទះទូចដូចមេនេះមើលកន្លែងគេរឿងគួរសមដល់ដឹកមកផ្ទះរឿងស្ទើរចិត្តទេរឿងញុះតម្លៃបាត់ហើយគោនេះសង្ស័យបាទថ្លៃដឹកនេះគោនេះបាទរកចំណេញខ្ញុំឃើញទេបាទវាមានកន្លែងខ្លះក៏ទិញបានចំណេញទៅកន្លែងខ្លះបានទិញបានអីធូរថ្លៃទៅអញ្ចឹងវាអត់ទៀងទេវាដោយសារតែថ្ងៃណារស័យយើងល្អបាទមើលទៅឃើញគោរឿងទូចឲ្យតម្លៃគេរឿងតិចដល់ពេលគេលក់មកយកដល់ផ្ទះបានចំណេញច្រើនហ្នឹងវាអត់ទៀងដែរបាទការរស់ស៊ីប៉ុន្តែធម្មតាអ្នកលក់អ្នកដូរបងប្អូនអើយមិនថាយើងថាគេអ្នកទិញតែចង់បានធូរថ្លៃអ្នកលក់តែចង់បានថ្លៃហើយចឹងគេថាអ្នកទិញចង់បានថោកអ្នកលក់ចង់បានថ្លៃហើយរាល់ការលក់នេះទើបបងប្អូនអានេះវាលើបើនិយាយទៅវាមានសំណាងមានរស័យយ៉ាងដែរបងប៉ុន្តែយើងហេងតិចបានធូរថ្លៃទៅយើងយំលក់បានច្រើនច្រើនទៅបាទអញ្ចឹងជួនកាលទៅថ្ងៃណារស័យយើងរៀងអាប់អួរទៅដល់អាគោគេឈ្មោះ4 5នាក់គេមិនហ៊ានយកយើងដល់យកមកខាតគាត់ថាបានដែរចឹងវាមិនទៀងទេការរស់ស៊ីបាទមានខាតមានចំណេញបាទហើយនេះគោប្រភេទសត្វភេទអីភេទកោឡាញ់កដោកឡាតអីនេះបាទនេះប៉ិនពូជនេះបងប្អូនឃើញកូនញឹកបាទកូនវាមេ4 10កូន10ដូចគ្នាអញ្ចឹងកូនញឹកពូជនេះហើយប៉ុន្តែផើមកខ្លះថាគោផើប្រៃផើអីទៅអញ្ចឹងបាទអញ្ចឹងវីដេអូហេទូដល់ទិញគោដល់ថ្ងៃហ្នឹងបាទមានគោលក់កំភ្លេចទៅមកបាទជាពិសេសគោឥឡូវមានតម្លៃណាស់ពិសេសគោល្អបែបអញ្ចឹងនេះផែននេះដល់កផែននេះម្ចាស់លក់កូនវាលក់តែកូនទេមកក្របតែ3 4លានណាបាទកូនមួយបាទនេះកូនវាលក់អស់តែមួយថាមួយ4លានជាងថាលក់បានប្រាប់អញ្ចឹងបាទចឹងមិនថាគោល្អបាទគេចិញ្ចឹមគោល្អផែនបាទហើយគោនេះគាត់ចម្រាញ់ទៀតនេះគាត់មេ2ទេបានកូនល្អថាមុននោះគោមេធំប៉ុន្តែកូនវាអត់ស្អាតទេគោថ្ងៃវាមានដែរមានអាផែនមេធំក្បាច់ល្អប៉ុន្តែកូនវាអត់កើតកូនមកស្មើមិនបានផែគោស្រែវាមានអាគោទៀតមេទៀបទូចប៉ុន្តែកូនវាល្អចឹងអ្នកខ្លះគេរើសយកគោឲ្យកូនអ្នកខ្លះគេរើសយកគោតបកប៉ុន្តែច្រើនគាត់នេះគាត់ចិញ្ចឹមរើសថាណាមីណាឲ្យស្អាតឲ្យធំស្អាតឲ្យកូនទៀតហើយញឹកទៀតគាត់ត្រាញ់ចឹងគាត់ជ្រេបាទជ្រេលក់តែកូននេះចិញ្ចឹមមួយឆ្នាំលក់កូនខ្ញុំលក់កូនចឹងណាបាទហើយនេះគោនេះបានទៅខាងអ្នកកំពង់ឆ្នាំងបងប្អូនណាបាទថ្ងៃនេះលក់អ្នកកំពង់ឆ្នាំងគាត់កក់យក3ឈុតបាទយក3ឈុតចឹងដល់គាត់យកដល់3ឈុតយកច្រើនឈុតទៅខ្ញុំក៏ព្រីដឹកជូនគាត់ទៅបាទដោយសារគាត់ចរចាថ្លៃតិចតួចបំផុតដល់ពេលទៅយើងក៏គាត់ហើយយើងព្រីដាក់ជូនគាត់ទៀតណាបាទគាត់ចរចាខ្លះយើងព្រីដាក់ថាគោ3ឈុតហើយយើងវាបានចំណេញខ្លះហើយបាទយើងក៏យើងព្រីដាក់ជូនគាត់ទៅណាបាទនេះមកកន្លែងហេទូស្រួលទេទិញស្រួលលក់ស្រួលទេណាបាទនេះបាទមេកូនស្អាតស្អាតណាស់បងប្អូនកូននេះអំណាចណាកូនកូនបាបដល់កូននេះបាទហើយនេះមេកូននេះមួយឈុតទៀតគាត់យកទៅ3ឈុតបាទនេះមេស្រែនេះប៉ុន្តែកូនមិននិយាយមួយកូនដាក់បាយ៉ាងណាចេញមកយ៉ាងហ្នឹងបាទគឺគោឲ្យកូនប៉ុន្តែមេមិនសំណំមើលទេហើយកូនមិនមានទូចជាងវាទេកាត់មកគឺដឹងថាធំជាងវាទៀតអនាគតទៅអញ្ចឹងណាបាទយើងហៅគោឲ្យកូនប៉ុន្តែខាងក្រៅមេវាមើលទៅមិនសូវល្អមើលទេអានេះវាមិនល្អមើលតែវាល្អស៊ីវាហុចផលអញ្ចឹងណាបងប្អូនបាទវាមានអាគោខ្លះទៀតមេធំកូនក៏ស្អាតខ្លះទៀតមេធំកូនវាមិនសូវស្អាតអញ្ចឹងណាបាទវាទៀងទេអានេះមួយឈុតទៀតយកនេះមួយឈុតទៀតបាទចឹងគាត់យក3ឈុតក៏ហេទូព្រីដឹកជូនគាត់ទៅខាងខេត្តកំពង់ឆ្នាំងណាបាទថាកំពង់ឆ្នាំងនឹងទីមជ័យវាខុសគ្នាប្រហែលមិនតិចទេវាមិនឆ្ងាយគ្នាប៉ុន្មានទេបាទចឹងសម្រាប់ពុកម៉ែបងប្អូនត្រូវការមានគោមានអីលក់តាក់ទុំហេទូបានណាបាទទទួលទិញគោឲ្យតែផែនស្អាតផែនល្អមេអបកូនមេកមុំឲ្យដល់ស្អាតល្អអញ្ចឹងណាបាទតម្លៃយើងមើលទៅសមរម្យអាចយកមកចែកជូនបងប្អូនយកទៅចំណេញបានយើងយកមកលក់អោយ